ព្រឹកថ្ងៃសៅរ៍នឹងក៏បានជិះម៉ូតូទៅផ្សារជិះចុះជិះឡើងនឹងឃើញបង្គាស្រស់ៗល្អដល់ហើយដល់ចឹងប្តីក៏ប្រាប់ថាអូនណាទិញបង្គាកន្លះគីឡូមកយកមកឆាជូរអែមញ៉ាំចឹងណាហើយក៏មិនបងអង្គយូរបានទិញបានកន្លះគីឡូដល់ចឹងប្តីប្រាប់ថាអូនណាបងហៅបាយហើយដល់ចឹងក៏ប្រញាប់ឡើងម៉ូតូវិញក៏មិនទិញម្ហូបបន្តទៀតចឹងណាទិញតែបង្គាសាឡាត់ហើយទៅសាក់មកយកមកញ៉ាំចឹងមកដល់ផ្ទះវិញក៏ចាប់ផ្ដើមលាងសម្អាតបង្គាបានលាងបង្គាស្អាតរួចរាល់ហើយក៏ចាប់ផ្ដើមដាក់ខ្ទះដល់កញ្ច្រះមួយចាក់ប្រេងឆាចូលដាក់ខ្ទឹមលេងវារៀងក្រហមបន្តិចចាក់បង្គាចូលត្រឡប់ឲ្យវាឡើងក្រហមបន្តិចរៀងស្ទើរភ្លើងក៏ចាក់ប្រេងខ្យងចូលមានអំបិលមានរ៉ូឌីស្ករប៊ីចេងក្រូចឆ្មាអញ្ចឹងណាប៉ុន្តែកូនយំពេកក៏អត់បានថតបានប៉ុណ្ណឹងហើយក៏ឆ្អិនក៏រួយលឹកខ្ទឹមលើកដាក់ចានគឺជាការស្រេចបញ្ឆាមួយមុខនឹងកូនយំមកបានថតបានមកវីដេអូហ្នឹងចាំមិនខ្យល់កូនយំផងកូនទាញជើងផងអូយអ្នកថតវីដេអូវេទនាណាស់មានកូនតូចប្តីគាត់រវល់ធ្វើការដល់ចឹងគាត់បានជួយមើលថតផងលួងកូនផងតែមកបានមកវីដេអូថតចង់មួយថ្ងៃធំប្តីថាហៅបាយចង់ងាប់ហើយនៅចាំមកបានថតវីដេអូហើយចាប់សពគ្រប់